បាទសូមជម្រាបសួរនិងសួស្តីដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដែលយើងត្រូវឆែកលទ្ធផលឆ្នោតសងសំណាងទៅរស់នៅក្នុងប្រទេសសហរដ្ឋអាមេរិកបន្ទាប់ពីពុកម៉ែបងប្អូនបានដាក់ឆ្នោតកាលពីឆ្នាំ2024ខែ10ពេលនោះខាងស្ថានទូតនៅពេលដែលយើងបានដាក់ឆ្នោតហើយគេនឹងចេញលេខ confirmation number សម្រាប់ឲ្យពុកម៉ែបងប្អូនយកមកឆែកនៅក្នុងឆ្នាំ2025ខែ5ទី4បាទនេះលេខអញ្ចឹងតើយើងទៅឆែកលទ្ធផលឆ្នោតថាតើយើងជាប់ឬក៏ធ្លាក់អញ្ចឹងសូមពុកម៉ែបងប្អូនចូលមកពាក្យថា Google ជ្រុំចូលទៅកន្លែង search បាទវាយពាក្យថានេះខាងក្រោមនេះមានស្រាប់ www.dvprogram.state.go ចុចមកបាទយកចំណុចខាងលើគេនេះខាងក្រោមទូចមួយនេះបាទពាក្យថា dvprogram.state.go អូសមកខាងក្រោមនេះបងប្អូនចុចកន្លែងនេះបាទចុចពាក្យ continue បន្តទៀតកន្លែងនេះគឺជាកន្លែងដែលយើងបញ្ចូលលេខ confirmation number បន្ទាប់ពីបងប្អូនបានដាក់ឆ្នោតកាលពីឆ្នាំ2024បាទពេលនោះគេផ្ញើលេខ confirmation សម្រាប់ឲ្យបងប្អូនយកមកឆែកកន្លែងនេះអញ្ចឹងសូមវាបញ្ចូលលេខ confirmation numberសូមបងប្អូនអូសមកខាងក្រោមបាទកន្លែងនេះគឺគេឲ្យយើងបំពេញឈ្មោះត្រកូលណាបំពេញត្រឹមតែត្រកូលយើងបានហើយឧទាហរណ៍ដូចជាខ្ញុំឈ្មោះសាយកំសែងអញ្ចឹងខ្ញុំសរសេរត្រឹមតែពាក្យថាសាយបានហើយវាអក្សរធំទាំងអស់កន្លែងនេះគេឲ្យយើងបំពេញឆ្នាំបំពេញត្រឹមតែឆ្នាំទៅបានហើយបាទកន្លែងនេះគឺយើងវាយបញ្ចូលអក្សរបើមានលេខយើងវាយលេខបើមានអក្សរយើងវាយអក្សរអក្សរតូចវាអក្សរតូចអក្សរធំវាអក្សរធំបាទនេះលេខ5អក្សរ N ធំ E នេះលេខ4 A ធំបន្ទាប់ពីយើងវាយបញ្ចូលហើយគឺបងប្អូនចុចពាក្យ submit គេនឹងបង្ហាញលទ្ធផលរបស់យើងថាតើជាប់ឬក៏ធ្លាក់តើចូលទៅចុចទាំងអស់គ្នាអូខេនៅពេលដែលចេញបែបនេះបានន័យថាការដាក់ឆ្នោតរបស់យើងនឹងគឺមិនបានជាប់ទេគឺបរាជ័យហើយណាពាក្យ has not been selected នេះបានន័យថាយើងធ្លាក់ហើយបាទអញ្ចឹងសូមចូលរួមសោកស្ដាយប៉ុន្តែបើសិនជាបងប្អូនជាប់ឆ្នោតវិញគឺចេញបែបនេះបាទចេញបែបនេះគឺបានន័យថាបងប្អូនជាប់ឆ្នោតសងសំណាងទៅរស់នៅក្នុងប្រទេសសហរដ្ឋអាមេរិកហើយបាទសូមអរគុណច្រើនការឆែកគឺមានប៉ុណ្ណឹងឯងបាយបាយ